ពេលដែលគាត់ចូលទៅមុជទឹកនៅក្នុងបន្ទប់គាត់ខ្សោយពេកដោយសារគាត់ខ្សោយពេកហើយខាងប្រុសនឹងអត់មកថ្នាក់ថ្នមទេអត់មកមើលថែទេហើយបូករួមជាមួយនឹងការបាក់ទឹកចិត្តការខូចចិត្តគិតច្រើនស្មុគស្មាញក្នុងខ្លួនបូកជាមួយនឹងអត់បានញ៉ាំអីទៀតញ៉ាំបានតិចមែនតើអញ្ចឹងធ្វើឲ្យគាត់អត់មានកម្លាំងទេពេលដែលគាត់ចូលទៅមុជទឹកគាត់បានល្អិលដួលអុកគូតមួយទំហឹងចង់តែស្រកកញ្ចូលហូចហ្នឹងហើយពេលនោះគាត់ក៏បានធ្លាក់ឈាមមកគាត់ដឹងថាអូកូនគាត់មិននៅទេតែប៉ុណ្ណេះទៅហើយកូនគាត់អត់នៅទេហើយសម្រាប់ថ្ងៃនេះដែរគឺខ្ញុំមានរឿងមួយដែលចង់យកមកនិយាយគឺតាក់ទងជាមួយនឹងនិស្សិតពីស្រុកស្រែដែលគាត់បានឡើងទៅរៀននៅភ្នំពេញហើយបន្ទាប់មកគាត់ក៏បានជួបនៅបញ្ហាមួយដែលបញ្ហាហ្នឹងគាត់ជាអ្នកសាងដោយខ្លួនឯងទេហើយបញ្ហាហ្នឹងគឺគាត់ពេញចិត្តនឹងការធ្វើដោយខ្លួនឯងទេប៉ុន្តែគាត់ភ្លាត់ស្នៀតតែមិនទេបានគាត់ដល់ដំណាក់កាលបញ្ចប់ជីវិតរបស់ខ្លួនឯងហើយរឿងនេះដែរគឺបានកើតឡើងនៅក្នុងខេត្តកណ្ដាលហ្នឹងហើយនៅខេត្តកណ្ដាលស្រុកស្អាតខេត្តកណ្ដាលអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងចូលទៅស្ដាប់សាច់រឿងរបស់យើងទាំងអស់គ្នាបាទហើយមុននឹងចូលទៅសាច់រឿងបាទសូមដាក់ពាណិជ្ជកម្មមួយសិននាំមកជូនដោយឱសថស្ថានខេត្តយើងដែលជាឱសថស្ថាននៅទីក្រុងបាត់ដំបងខេត្តរតនគិរីប្រសិនបើបងប្អូនកំពុងស្វែងរកផលិតផលថែទាំសុខភាពនិងសម្រស់និងឱសថផ្សេងៗបងប្អូនអាចស្វែងរកបាននៅឱសថស្ថានខេត្តយើងដែលមានផ្ដល់នូវឱសថផលិតផលថែរក្សាស្បែកនិងអាហារបំប៉នដែលមានគុណភាពនិងប្រភពច្បាស់លាស់ជាច្រើនប្រភេទបងប្អូនអាចអញ្ជើញមកទទួលការណែនាំនិងទស្សនាផ្ទាល់ជាមួយនឹងឱសថការីជំនាញឬបងប្អូនអាចទំនាក់ទំនងតាមគេហទំព័រ Facebook ឱសថស្ថានខេត្តយើងបានដែលមានទីតាំងក្នុងទីក្រុងខេត្តបាត់ដំបងជាប់នឹងក្រុមហ៊ុនដឹកជញ្ជូន Medford Express ទីតាំងគឺជី2រង្វង់មូលសំដៅមកផ្សារបាត់ដំបងចង្ងាយប្រហែល200ម៉ែត្រលោកអ្នកនឹងឃើញផ្លូវបត់ខាងឆ្វេងមួយលោកអ្នកគ្រាន់តែបត់ខាងឆ្វេងមកចង្ងាយប្រហែល50ម៉ែត្រលោកអ្នកមើលមកខាងស្ដាំដៃនឹងឃើញឱសថស្ថានខេត្តយើងតែម្ដងសូមអរគុណសូមជម្រាបលាសាច់រឿងរបស់យើងនេះគឺបានកើតឡើងយូរហើយតាំងពីឆ្នាំ2014មកម្លេះហើយសាច់រឿងនេះគឺបានកើតឡើងនៅក្នុងស្រុករបស់ភរិយារបស់ខ្ញុំហើយភរិយារបស់ខ្ញុំបានប្រាប់រឿងហ្នឹងមកខ្ញុំអញ្ចឹងខ្ញុំក៏យករឿងហ្នឹងមកចែកម្លែកទៅប្រិយមិត្តទាំងអស់គ្នារឿងនេះគឺអត្តឃាតនិស្សិតស្រីហើយនិស្សិតហ្នឹងគឺរៀនផ្នែកអក្សរសាស្ត្រហើយដំបូងឡើយហ្នឹងគឺគាត់បានប្រឡងថ្នាក់ទី12ជាប់បានន័យថាគាត់ប្រឡងបាក់ឌុបជាប់ហើយគាត់ក៏បានឡើងទៅទីក្រុងភ្នំពេញដើម្បីស្វែងរកបន្ទប់ជួលដើម្បីបន្តការសិក្សារបស់គាត់ទៀតចឹងទៅហើយសាច់រឿងហ្នឹងគឺធ្វើឲ្យគាត់បានហើយបន្ទាប់ពីគាត់រកផ្ទះជួលបានគាត់ក៏បានរៀនបន្តរៀនជាមួយនឹងមុខវិជ្ជាអក្សរសាស្ត្រខ្មែរហ្នឹងហើយបន្ទាប់ពីគាត់បានរៀនបានមួយរយៈគាត់ក៏បានមានសង្សារមួយនៅក្នុងថ្នាក់របស់គាត់ដូចគ្នានិយាយទៅពួកគាត់ទាំងពីរនាក់ហ្នឹងគឺគាត់រៀនជាមួយគ្នាតែម្ដងហើយនៅពេលដែលគាត់បានតាក់ទងគ្នាបានរយៈពេល 4-5 ខែខាងប្រុសហ្នឹងគាត់ក៏បាននិយាយថាអូនបងសុំទៅលេងនៅបន្ទប់អូនបានអត់យើងទិញអីយកទៅញ៉ាំជាមួយគ្នានៅក្នុងបន្ទប់ចឹងណាហើយគាត់បានទិញដូចជាម្ហូបអាហារដូចជាសាច់អាំងដូចជាប្រហិតដូចជាមីអីចឹងទៅហើយជាមួយនឹងស្ប៉ាយចឹងទៅធម្មតាទេគាត់ក្នុងវ័យសិក្សាគាត់ចង់ជប់លៀងអីចឹងគាត់តែងតែមានស្ប៉ាយមិនថាតាំងខ្ញុំនៅក្មេងក៏អញ្ចឹងណាពេលខ្ញុំនៅក្មេងក៏ខ្ញុំជប់លៀងក៏មានស្ប៉ាយដែរតែពេលហ្នឹងអត់ទាន់ចេះផឹកស្រាបៀរទេចេះផឹកត្រឹមស្ប៉ាយតែប៉ុណ្ណោះបន្ទាប់មកពេលដែលពួកគាត់បានហូបអីជាមួយគ្នារួចហើយផឹកហើយអស់ហើយពួកគាត់ហ្នឹងក៏បានសម្រាកនៅលើពុកជាមួយគ្នាហ្នឹងហើយក៏ខាងប្រុសហ្នឹងគាត់បាននិយាយថាអូនបងសុំបានអត់ហើយខាងស្រីហ្នឹងក៏សួរចឹងទៅសុំអីចឹងទៅហើយក៏រហូតដល់សុំបានសម្រេចចឹងទៅអាហ្នឹងខ្ញុំនិយាយតែប៉ុណ្្នឹងអ្នកនរគ្នាយល់ណាហ្នឹងហើយចឹងក៏សុំបានសម្រេចបន្ទាប់មកពួកគេទាំងពីរនាក់ក៏បានអាសាមកញ៉ាំអីជាមួយគ្នារស់នៅជាមួយគ្នាដូចគូដណ្ដឹងហើយណាបានន័យថាចុងសប្តាហ៍អញ្ចឹងទៅថ្ងៃសៅរ៍អាទិត្យតែងតែមកជុំគ្នាអញ្ចឹងទៅពីរនាក់សង្សារគាត់ញ៉ាំអីជាមួយគ្នាឬហើយក៏បន្លែងគ្នាគេងអោបគ្នាអញ្ចឹងទៅហើយកន្លងរយៈពេល3ខែក្រោយមក
dạ prớt vậy bà lưng linh xong phục khá mùi và tôi bị quạt bàn lệ cả nạ tha rồi nơi cho mũi kia lệ cả nạ tha nơi bật tục cho mũi kia rồi dạ bê bay khai cái đôi máu của quạt có mi rương mũi cắt lại kháng sợi nó có từng nguồn mặc khai á là ngày của bạt rồi đầy mặc khai chiêng đợt bê bật tận nôm tới cứ khơi bị cảm đó tới kháng pro thả ổn dương này không lại thế dương bạch tôn trong gió thế nè dương mệt má dương thầm lệ vì chào tay cho bọn tình tham ơi đó tới kháng sấy có ọt pro mê kháng sấy có thả ọt tê ôn mình ai lược đáy thôi chẳng đã còn ôn mình tới hay là mối mau bị bụi dương pi nét nè prom pri dương tê bà này tham bụi dương chẳng pi nét mình prom cà pia hơi prom thưa tổng bơ năng chẳng tới kháng sấy nắng có thả ọt tê bạch khát ôn ọt tùm lẹ tê kháng pro có chọc đam mai chật và tỏ pin dây trong đài hơi dễ chạy sạp cái nế kháng pro có mai chật hơi có chạ chánh tên cầm hừng có vậy tha và sân trường ai nhọt phồm cháu thế bùi dương bày cái nế đây dùng bạch chạy tôn cái nế thế đi kháng pro kéo trong bà này để xa tới cái lại chụp đầy chụp trường hay là mũi và bó cái đi vô khổ xa hoặc kê phòng hồ kê cô mẹn cô nè cro đội kháng sấy đây kê đó cứ chia cô nè thu thia đây nằm bình năng anh và tốt màu có pram ngày cần lỏng phật tới mình nè sấy nó có ọt bàn tờ riêng tì mùa là hết cứ ọt sưu khluồn chẳng á bọn to ọt tờ riêng chỉ cho ra là tích tung buôn là tích bạn này tha mặc hai cần lỏng phật tới mình nè sấy nó có cho đàm chanh cồn hay bắt đầu bị tranh côn thọ mà đá tên nè tao đang ngay ca tranh côn rồi bao mà nơi đây cứ ọt miên cầm lặng cầm hành tê cứ nhằm bài mình bán à xa có uất đạn ni lụa đạn nô lụa nhằm ấy cầm bán này chẳng riêng cai là bao con nó cứ ọt miên cầm lặng thì hay bắt đầu bị con ọt miên cầm lặng bây giờ con trâu từ mũi tắc nó không bắt tục cọt soi pê để ra cọt soi pê hai kháng pro nó ọt mà thằng ôm tê ọt màu mưa thai tê hay bốc rôm cho mùi nâng ca bạ tắc chất ca khôi chất kết trơn smok sman cho nông luôn bốc cho mùi nâng ọt ban nhằm ấy tiết nhằm bán tích mình tên chẳng thôi quạt ở mình cầm lặng ấy bây giờ quạt chơi thì mùi ta quạt bán là đùa ốc cút mùi tùm hưng trong tay srok cái trôi hố nhá nâng ấy bê nô quạt có bàn lẹ chiêm máu quạt đang thảo côn quạt bên này thế ta bên này ta hai côn quạt này thế chẳng quạt có bàn cất khẩy nên tất cả khi này bà quạt chỉ đang hay thà nơi khung bờ tục chùa nơi khung thì cầm Phnom Penh cái lại khác cứ kê đã chẳng háo nơi cho chỉnh trang hay cái lại khác có kê đã chẳng háo nâng đây ở dương prao cái lại khác có ọt miên chẳng háo đây vấn té sầm nắng chầm non muốn phía trái cứ cái đạn thằng háo nơi lơ bị đàn này tao này vô lắm thằng háo slap bay để nó lơ bị đàn á nó ngày chẳng thằng háo slap bay chỉ non muốn mến cho đôi giờ lấy phía trái rất là đầy thằng bờ mặt đầy sport chẳng pe đài quạt bàn khôi chất quạt cầm lăng chất quạt có bàn kết khấy quạt có bàn dọc xài vàng nôn á, xài dân ta lẹ bằng vàng nôn nó, xài cô á, nâng ấy, cái xài cô nó tròn cho mùi nâng ngã, tầng hào slap bay spawn nơi khang lơ nâng tròn về trộm máu ta lẹ máu, cọt có bàn tròn co sầm lạp luôn tay mà đòn, về nú, cọt tròn co sầm lạp luôn bàn sầm rạch, nè, tròn co sầm lạp luôn bàn sầm rạch, và tọp máu, rầm lông, 4 ngày rầm lông 4 ថ្ងៃ ណា ខាង ប្រុស ហ្នឹង គេ ឈួត យក ស្អី គេ ដឹក ឃើញ សង្សារ គេ ហ្នឹង គេ មក រក បន្ទប់ វិញ ដល់ ពេល គេ តាក់ តង ក៏ មិន ចូល អី ក៏ មិន ចូល ក៏ គេ ចាប់ ដើម មក បន្ទប់ វិញ គេ នឹក គេ ក៏ មក ក្នុង បន្ទប់ ហើយ គេ ក៏ គោះ ទ្វារ អូន អើយ អូន
អូនអើយបងសុំតោបើកទ្វារបងតិចមកស្ងាត់ឈឹងអត់មានអ្នកណាគេបើកទ្វារឲ្យទេស្ងាត់គ្មានសំឡេងទេសំបីតែសំឡេងដង្ហើរក៏អត់មានដែរពេលនោះខាងប្រុសហ្នឹងក៏ធំក្លិនសុយអញ្ចឹងណាបន្ទាប់មករកវិធីដោះចូលមិនរួចវាំងនោនប្រួយក៏បាំងចិត្តឈឹងអាកញ្ចក់ហ្នឹងក៏បិទចិត្តទៅមិនរួចក៏សួរទៅអ្នកនៅចិត្តហ្នឹងថាបងមានលេខម្ចាស់បន្ទប់អត់បើមានលេខម្ចាស់បន្ទប់ខ្ញុំចង់សុំលេខម្ចាស់បន្ទប់បងមួយដើម្បីតាក់ទងឲ្យគាត់បើកទ្វារបន្ទប់សង្សារខ្ញុំបន្តិចបន្ទប់សង្សារខ្ញុំហ្នឹងអត់ដឹងកើតអីចាក់សោះខាងក្នុងចិត្តអស់លេងហើយខ្ញុំតាក់ទងទៅសង្សារចូលសោះតាក់ទងអត់ចូលសោះហើយដឹងថាម៉េចបានតាក់ទងអត់ចូលទេបន្ទាប់ពីគាត់ធ្វើអត្តឃាតខ្លួនឯងហ្នឹងទូរស័ព្ទរបស់គាត់ក៏អស់ថ្មដែរធម្មតាទេជំនាន់មុនថ្មមិនអាចកាន់13 4ថ្ងៃទេដូចឥឡូវទេជំនាន់មុនចាំងច្រើន2ថ្ងៃអលុតហ៊ានធានាថា2ថ្ងៃអលុតហើយបើស្រីប្រើ iPhone ទៀតអលុតហ្មងលឿនមែនតើហើយបន្ទាប់មកគាត់ក៏បើកទ្វារចូលរួចព្រោះម្ចាស់បន្ទប់ឲ្យគាត់ឡើងមកបើកមកជួយបើកឲ្យណានៅពេលដែលគាត់បើកទ្វារប្រាក់អ្នកទាំងអស់គ្នាសាក់បិទភ្នែកសម័យពេលអ្នកទាំងអស់គ្នាបើកទ្វាងឿតរួចហើយអ្វីដែលអ្នកទាំងអស់គ្នាឃើញមុនគេហ្នឹងគឺជើងសំយ៉ុងចុះក្រោមហើយភ្នែកលៀនធំអណ្ដាតលៀនធ្លាក់ចេញមកក្រៅហើយមុខឡើងខ្មៅហៀទឹករងៃអូយសូម្បីតែខ្ញុំនិយាយក៏ព្រឺសបល់ដែរនេះហៀទឹករងៃហើយបន្ទាប់មកខាងប្រុសគាត់ឃើញអញ្ចឹងរត់ប្រុចរត់បាត់រត់លឿនដល់កហើយខាងម្ចាស់បន្ទប់គាត់ឃើញភ្ញាក់ផ្អើលមែនតើហើយម្ចាស់បន្ទប់ហ្នឹងគាត់ក៏បានតាក់ទងទៅគ្រួសាររបស់ប្អូនស្រីហ្នឹងតាក់ទងទៅគ្រួសារព្រោះថាបន្ទប់ផ្ទះជួលនៅភ្នំពេញអ្នកនរគ្នាដឹងហើយมันអាចមានតែលេខទូរស័ព្ទរបស់បុគ្គលជាសិស្សហ្នឹងទេតែងតែមានលេខទូរស័ព្ទអាណាព្យាបាលរបស់សិស្សហ្នឹងឯងឧទាហរណ៍ថាបើសិនជាបាត់ពីបន្ទប់គេទេទៅគ្រួសារហើយគឺប្រកាសជាអញ្ចឹង 100% តាណាក៏អញ្ចឹងដែរអត់ទៅបន្ទប់ជួលឲ្យក្មេងៗដែលធ្វើការអត់បានរៀនអត់អីទេពីច្រើនមានតែក្មេងស្ទាវអីទេដែលគេអត់យកលេខអាណាព្យាបាលអញ្ចឹងបន្ទាប់ពីគាត់តាក់ទងទៅអាណាព្យាបាលទៅថាឡូជំរាបសួរអ្នកមីងកូនរបស់អ្នកមីងហ្នឹងស្លាប់បាត់ហើយនាងអត្តឃាតខ្លួនឯងនៅក្នុងបន្ទប់ដោយចងកអត់ដឹងថាមកពីមូលហេតុអីទេមីងបើតនេអាចឡើងមកយកសាកសពកូនទៅធ្វើបន់ផងព្រោះកូនចាប់ផ្ដើមហើមហើយចាប់ផ្ដើមមកលួយតិចហើយបន្ទាប់ពីពួកគាត់យកសាកសពទៅធ្វើបន់តាមប្រពៃណីហើយរំលងប្រហែលជាមួយអាទិត្យគាត់ក៏បានអញ្ជើញព្រះសង្ឃអញ្ជើញមកអន្តងវិញ្ញាណទៅផ្ទះអញ្ចឹងណាប៉ុន្តែអ្នកទាំងអស់គ្នាដឹងមិនអត់វិញ្ញាណហ្នឹងអត់បានទៅទេទៅរួចបន្ទាប់មករំលងប្រហែលជា2ខែបន្ទាប់ហ្នឹងម្ចាស់ផ្ទះហ្នឹងបានបិទចោលហើយប៉ុន្តែរំលងប្រហែលជា2ខែដឹងកើតអីអត់ខ្មោចហ្នឹងធ្វើទុកបុកម្នេញមិនមែនលងបន្លាចអីច្រើនទេគ្រាន់ថាពេលថ្ងៃពេលព្រឹកអីធម្មតាទេបន្ទប់ធម្មតានិយាយព្រឺស្បល់ពេលថ្ងៃពេលយប់អីធម្មតាទេប៉ុន្តែពេលថ្ងៃពេលព្រឹកអីធម្មតាទេប៉ុន្តែពេលយប់គឺសុកទៅលឺសលេងទឹកចឹងទៅហើយទៅពេលសុកទៅអំពូញាក់ចឹងទៅហើយបន្ទាប់ពីញាក់ចឹងទៅថ្ងៃខ្លះទៅអ្នកដែលចិត្តបន្ទប់ហ្នឹងក៏លឺសលេងទន្ទិញមេរៀនអីចឹងទៅអានសៀវភៅអញ្ចឹងទៅបន្ទាប់មកក៏លឺសលេងបើកស្លឹកសៀវភៅឆ្វិចអញ្ចឹងទៅ2ខែបន្ទាប់មកគាត់ក៏អត់មានណាគេនៅអត់កើតហ្មងនិយាយទៅនៅអត់កើតហ្មងគេអត់ធ្វើអីមែនប៉ុន្តែនៅអត់កើតហ្មងវាបារម្ភចិត្តដល់ពេលទៅក៏មានគ្រួសារមួយចេញពីបន្ទប់ហ្នឹងហើយគ្រួសារមួយទៀតនៅគៀនបន្ទប់ហ្នឹងក៏ឆ្លាស់ទៅនៅបន្ទប់ជាន់ផ្សេងអញ្ចឹងទៅបន្ទាប់មកបន្ទប់ដែលរើចេញហ្នឹងក៏មានអ្នកចូលមករស់នៅបន្តបន្ទប់ហ្នឹង
មានលោកពូម្នាក់និងអ្នកមីងម្នាក់ដែលគាត់លោកពូជាអ្នករត់ដប់ហើយអ្នកមីងហ្នឹងគាត់គឺជាអ្នកលក់ខ្ចៅលក់ខ្ចងលក់លៀសហាលអីចឹងទៅពេលមួយហ្នឹងក៏បានកាត់ឡើងលោកពូហ្នឹងពេលដែលគាត់ជីមកពីរត់ដប់វិញណាពេលយប់ណាអ្នកនរគ្នាស្រាប់ឲ្យតន់ណាពេលយប់ខ្ទង់ម៉ោង7 8ហ្នឹងគាត់ឈប់ហើយគាត់ត្រូវមកផ្ទះដើម្បីហូបបាយជាមួយប្រពន្ធឲ្យចូលសម្រាកចឹងទៅព្រោះផុតម៉ោងរត់ដប់ហើយពេលដែលគាត់ជិះមកដល់ផ្លូវខ្លោងលបងខ្លោងទ្វារចូលទៅក្នុងផ្ទះផ្ទះជួលហ្នឹងណាគាត់ក៏បានឃើញមនុស្សស្រីម្នាក់ពេលអាវសសពុតវែងត្រឹមកជើងហើយដៃកាន់សភៅហើយគាត់ឃើញហ្នឹងគឺឃើញជាទម្រង់មនុស្សធម្មតាទេប៉ុន្តែបញ្ជាក់គាត់អត់នៅចិត្តទេគាត់ឆ្ងាយខ្ទង់ល្បាក់50ម៉ែត្រនិយាយទៅច្រកចូលទៅបន្ទប់ជួលរបស់គាត់ហ្នឹងហ្មងគាត់សំដៅមកផ្ទះដើម្បីចូលផ្ទះណាតែគាត់ឃើញក្មេងស្រីបក់ដៃហៅពូមតោអើយពូមតោអញ្ចឹងណានៅពេលដែលគាត់ជិះចិត្តដល់ផ្លូវច្រកចូលបន្ទប់ជួលគាត់ហ្នឹងចិត្តដល់ក្មេងស្រីដែលជាវិញ្ញាណហ្នឹងគាត់ថាមានឡានមួយបើកាត់មុខគាត់ឡានប្រភេទពួកយីដប់ដែលបើកភ្លើងភ្លឺហ្នឹងហើយគាត់ថាឡានហ្នឹងបើកាត់មុខគាត់មកចាំងភ្នែកអញ្ចឹងបើកាត់វឹបដល់ច្រកចូលមុខផ្ទះគាត់ក៏រមអ្នកស្រីហ្នឹងអត់ឃើញគាត់ក៏ស្រែកហៅណាអូនជិះម៉ូតូដប់មិញអូនអើយនៅហ្នឹងអត់ហ្នឹងតាណាបាត់ហើយបន្ទាប់មកគាត់ដើររឡើងមកសន្ទុះអត់ឃើញគាត់ក៏សម្រេចចិត្តចូលទៅក្នុងផ្ទះតែម្ដងផ្ទះជួលរបស់គាត់ហ្នឹងឯងបន្ទប់ជួលហ្នឹងឯងហើយរឿងហ្នឹងអត់ទាន់ចប់ទេរំលងមកដល់ស្អែកពេលព្រឹកម្ដងទៀតស្អែកពេលព្រឹកគាត់មួយទឹកមួយអីហើយអញ្ចឹងណាមួយទឹកមួយអីហើយម៉ោងខ្ទង់ប្រហែលជា5កន្លះមេឃភ្លឺព្រឹង5កន្លះគាត់មួយទឹកមួយអីហើយគាត់ក៏ពាក់កៅអៅរចេញទៅរត់ដប់តមកគាត់ក៏ឮសលេងគោះទ្វារតុកគោះទ្វារថាពូអើយពូម៉ូតូដប់ពូជួយជូនខ្ញុំទៅសាលាតិចមកពូស្មានហ្នឹងផ្លូវអត់ទាន់ស្ទះទេពូជួយជូនទៅតិចមកហើយពូថាអូខេក្មួយអើយចាំបន្តិចពូពាក់អាវមួយផ្លែតពាក់អាវពូរុញម៉ូតូចេញចាំពូជូនក្មួយទៅបន្ទាប់មកគាត់ក៏បើកទ្វារងាអត់ឃើញបាត់អ្នកដែលហៅចង់ជិះម៉ូតូដប់ហ្នឹងទៀតហើយបាត់ទៀតគាត់ក៏ដើររកទៀតអត់ឃើញគាត់ថាហីក៏មានក្មេងណាក៏លេងស្បើមើលໄວហើយគាត់អត់ចាប់អារម្មណ៍ទេគាត់អត់ចាប់អារម្មណ៍ថាជាខ្មោចទេអញ្ចឹងគាត់ក៏បន្តការរត់ម៉ូតូដប់របស់គាត់ទៀតអញ្ចឹងគាត់រត់ទៅមួយថ្ងៃហ្នឹងរួចហើយល្ងាចឡើងគាត់មកវិញគាត់ហូបបាយជាមួយប្រពន្ធកូនគាត់អីចឹងទៅគាត់ក៏និយាយគាត់ថាចេះឯងដូចប្លែកហ៎វ៉ៃនៅនេះបន្ទប់ជួល3បន្ទប់អត់មានអ្នកជួលទេជាប់យើងហ្នឹងកដាលហ្នឹងបិទចោលបន្ទាប់កដាលហ្នឹងអត់មានអ្នកជួលហើយមានតែយើងឯងហើយឯងនឹងមិនអត់ម្សិលមិញពេលយប់ពេលខ្ញុំមកវិញខ្ញុំឃើញក្មេងម្នាក់បក់ដៃហៅខ្ញុំឲ្យជូនទៅក្រៅទៅពេលខ្ញុំជិះមកដល់អត់ឃើញហើយផឹកមិញចឹងទៀតហួយព្រឺសបល់ហើយផឹកមិញចឹងទៀតផឹកមិញពេលខ្ញុំរៀបចេញទៅក្រៅហ្នឹងមានក្មេងស្រីម្នាក់គោះទ្វារហៅឲ្យឯងជូនទៅរៀនជូនទៅសាលាហើយដល់ពេលបើកចេញមកអត់ឃើញទេអត់មានហ្មងនិយាយទៅរកអត់ឃើញហ្មងដល់ពេលគាត់ប្រាប់ឲ្យប្រពន្ធគាត់ថាកុំគិតច្រើនពេកអីមិនអីទេមិនអីទៅមិនអីទេយើងបើសិនជាមានយើងមិនធ្វើអីគេក៏មិនធ្វើយើងដែរអូយខាងណាគេចាក់បាបុកម៉េះហើយបន្ទាប់មកនេះគាត់ហូបបាយហូបអីជាមួយប្រពន្ធកូនគាត់អស់ហើយណាគាត់ក៏បានចេញមកខាងក្រៅដើម្បីស្រូបខ្យល់អាកាស
ជាក់ខ្លួនអញ្ចឹងទៅព្រោះគាត់មិនទាន់ចូលសម្រាប់ទេម៉ោងទៅ7កន្លះអីហ្នឹងគាត់ហូបបាយហូបអីចេញមកក្រៅសម្រាប់តិចទៅដេកបអ៊ីលេងនៅមុខបន្ទប់អញ្ចឹងទៅគាត់ក៏ឃើញមានបរិសម្នាក់ដើរកាត់ហ្នឹងហើយគាត់ក៏សួរបងលបងអើយលបងសួរតិចមកលបងម្ដុំហ្នឹងម្ដុំបរិវេណហ្នឹងឬក៏ក្នុងបន្ទប់ជួលទាំងអស់ហ្នឹងមានសិស្សសាលាអត់គាត់ថាអត់មានទេលបងអត់មានទេបងអត់មានទេដល់ពេលខ្ញុំជីមកផ្ទះវិញម្សិលមិញខ្ញុំឃើញខ្ញុំឃើញក្មេងស្រីម្នាក់ពាក់អាវសឲ្យខ្ញុំបក់ដៃឲ្យខ្ញុំជីម៉ូតូដប់ហើយដល់ពេលខ្ញុំមកដល់អត់ឃើញទេហើយដល់ពេលព្រឹកមិញហ្នឹងក៏អញ្ចឹងដែរព្រឹកមិញហ្នឹងគោះទ្វារបន្ទប់ហើយខ្ញុំជូនទៅរៀនហើយដឹងខ្ញុំហ្នឹងអ្នករត់ម៉ូតូដប់ទៀតដល់ទៅលបងហ្នឹងគាត់ក៏និយាយថាអូចឹងមានបញ្ហាហើយព្រោះនៅបន្ទប់នេះទាំងអស់អត់មានសិស្សទេអត់មានសិស្សមកជួលទេពីច្រើនសិស្សអ្នករស់ស៊ីអ្នកធ្វើកៅចាក់អ្នករស់ស៊ីអ្នករត់ម៉ូតូដប់ដូចតែលបងដែរទេដល់ពេលទៅគាត់ក៏និយាយទៀតថាខ្ញុំសង្ស័យតែខ្មោចលបងព្រោះនៅក្នុងបរិវេណផ្ទះជួលនេះគឺមានបន្ទប់មួយធ្លាប់មានមនុស្សស្រីម្នាក់ធ្វើអត្តឃាតខ្លួនឯងដល់គាត់សួរថាបន្ទប់ណាលបងដល់ទៅគាត់ក៏និយាយថានោះបន្ទប់បិទទ្វារចោលនោះដល់ពេលទៅលោកពូដែលរត់ដប់ហ្នឹងគាត់ផ្ទះខ្លួនឯងគាត់ផ្ទះទ្រុងចប់បាត់ហើយលបងអើយខ្ញុំជួលណាមជួលជាប់បន្ទប់ផ្ទះខ្មោចខ្ញុំនៅជាប់ហ្នឹងតើបងខ្ញុំនៅហ្នឹងដល់ពេលទៅគាត់ក៏បាននិយាយរាយរាប់ទាំងអស់ថា4ខែមុនមានក្មេងស្រីម្នាក់បានធ្វើអត្តឃាតខ្លួនឯងអញ្ចឹងទៅអត់ដឹងមូលហេតុអីទេព្រោះសុកក៏ឮថាគាត់ស្លាប់អញ្ចឹងទៅមិនដឹងថាមានវិបត្តិអីទេឬហើយបន្ទាប់ពីថ្ងៃហ្នឹងមកបន្ទប់ហ្នឹងក៏បានបិទទ្វារចោលដល់លពូនោះគាត់ឮអញ្ចឹងគាត់ថាអូអញ្ចឹងចាំខ្ញុំរកអីទៅសែនសិនស្អែកឲ្យទិញផ្លែឈើឲ្យទិញបាយធ្វើម្ហូបធ្វើអីដាក់មុខបន្ទប់សែនអុជធូបចោលទៅថាកុំមកលោលេងទៀតអីមកនៅជាប់បន្ទប់អត់ដឹងនៅជាប់បន្ទប់អត់ដឹងថាមកនៅជាប់បន្ទប់អញ្ចឹងគាត់ក៏ស្អែកឡើងពេលថ្ងៃហ្នឹងគាត់មកពីហូតដប់វិញមកហូបបាយផ្ទះហ្នឹងគាត់ក៏យកមានដូចជាផ្លែឈើមានចេកមានអីចឹងទៅបាយសឡមួយចានអញ្ចឹងទៅហើយអុជទុកថាមកសាប់សោយទៅហើយកុំមកលោលេងអីទៀតអីហើយបើសិនជាមានអីជួយថែសារទៅបើមានអីមិនល្អមកជួយមកខ្សឹបតិចប្រាប់អញ្ចឹងទៅហើយបន្ទាប់ពីថ្ងៃហ្នឹងមកគាត់ក៏លេងអីរហូតមកលេងឃើញក្មេងស្រីហ្នឹងទៀតដែរហើយក៏អត់ដឹងថាក្មេងស្រីហ្នឹងទៅណាដែរមិនដឹងថានៅហ្នឹងឬក៏ទៅបាត់ក៏មិនក៏អត់ដឹងព្រោះអត់មានអីចេញមកទៀតអញ្ចឹងណាហើយសាច់រឿងហ្នឹងគឺទៅត្រឹមហ្នឹងឯងហើយអរគុណអ្នកទាំងអស់គ្នាសាច់រឿងតែប៉ុណ្្នឹងឯងអស់ហើយចប់ហើយជួបគ្នានៅវីដេអូក្រោយទៀតហើយកុំភ្លេចចុច Subscribe Channel របស់ខ្ញុំផងបាទ Channel ដែលមានឈ្មោះថាតោះស្ដាប់រឿងខ្មោចដែលមាន profile នេះក្របភ្នែកខ្មោចប៉ុណ្ណានេះហ្នឹងហើយអរគុណអ្នកទាំងអស់គ្នាគ្រប់លាជម្រាបលាបាយបាយ